សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកវិញជាមួយនឹង Channel Myth Talk នេះគឺទំព័រសម្រាប់អ្នកដែលចូលចិត្តរឿងទេវកថាហើយថ្ងៃនេះគឺយើងត្រឡប់មកវិញជាមួយនឹង Greek Mythology គឺយើងនឹងនិយាយអំពី Achilles គឺជាកូនប្រុសរបស់ស្ដេច Peleus ជាមួយនឹងទេពធីតាសមុទ្រ Theseus គាត់គឺជាអ្នកចម្បាំងដ៏ខ្លាំងក្លាបំផុតនៃទេវកថារបស់ក្រិកគាត់ត្រូវបានថែទាំនិងមើលថែដោយមេក្រុមរបស់ពពួក The Centaur ដែលមានឈ្មោះថា Chiron គាត់ក៏បានចូលរួមប្រយុទ្ធនៅក្នុងសង្គ្រាមវាយកំទេចទីក្រុង Trojan ផងដែរដែលសមរភូមិមួយនេះគឺគាត់ទទួលបានឈ្មោះកិត្តិយសជាអ្នកចម្បាំងដ៏ខ្លាំងក្លាបំផុតប៉ុន្តែអ្នកប្រយុទ្ធម្នាក់នេះគឺត្រូវបានគេទស្សន៍ទាយថាបើសិនជាគាត់មានខ្សែជីវិតរបស់គាត់ជាមនុស្សធម្មតាមិនមានកិត្តិយសគឺគាត់នឹងមានជីវិតរស់នៅបានយូរអង្វែងប៉ុន្តែបើសិនជាគាត់មានកិត្តិយសហើយខ្លាចជាវីរបុរសគឺគាត់នឹងត្រូវមានអាយុខ្លី Achilles គឺជាមនុស្សម្នាក់ដែលសំខាន់បំផុតដែលបានជួយក្រុមកងទ័ពក្រិកឲ្យទប់ទល់ជាមួយរាជាណាចក្រ Trojan នៅក្នុងឆ្នាំចុងក្រោយរបស់គាត់នៃសង្គ្រាម Trojan គឺគាត់បានកសាងស្នាដៃមួយដោយសម្លាប់សេនាប្រមុខរបស់រាជាណាចក្រ Troy គឺ Hector ក៏ដូចជាបានសងសឹកឲ្យមិត្តភក្តិរបស់គាត់ឈ្មោះថា Patroclus ផងដែរប៉ុន្តែជាអកុសល Achilles បានស្លាប់ភ្លាមៗនៅក្រោយពេលដែលគាត់ត្រូវបានគេបាញ់ស្លាប់នៅឯខ្លោងទ្វាររាជាណាចក្រ Troy ដោយ Paris និង Apollo នរណាជាឪពុកម្ដាយរបស់ Achilles ឪពុករបស់ Achilles គឺ Peleus ដែលជាវីរបុរសក្រិកម្នាក់ដែលបានចូលរួមដំណើរជាមួយនឹងពពួក The Argonauts ហើយក៏ជាស្ដេចនៃរាជាណាចក្រ Thea ផងដែរដែលស្ថិតនៅភាគខាងជើងនៃចក្រភពក្រិកម្ដាយរបស់គាត់គឺ Theseus ដែលជាម្នាក់នៅក្នុងចំណោមទេពធីតាសមុទ្រ Nereid ការរៀបការរបស់អ្នកទាំងពីរគឺមិនមែនជាការរៀបការដែលបែបសុខសប្បាយនោះទេបើយើងទៅតាមឯកសារភាគច្រើន Theseus គឺមិនសប្បាយចិត្តនឹងប្តីរបស់នាងដែលជាមនុស្សធម្មតាហើយក៏បានត្រឡប់ទៅរស់នៅឯបាតសមុទ្រវិញប៉ុន្តែព្រះនាងក៏តែងតែនឹករលឹកដល់បុត្រាផងដែរហើយព្រះនាងតែងតែត្រឡប់មកជួបរូបគេវិញជារឿយៗ Achilles ត្រូវបានចិញ្ចឹមដោយ Centaur ដែលមានការយល់ដឹងច្រើនជាងគេគឺ Chiron ហើយខ្ញុំក៏ធ្លាប់ធ្វើវីដេអូអំពីគាត់ដែរហើយបើសិនអ្នកចាប់អារម្មណ៍អាចទៅមើលបាន Chiron នេះក៏ជាគ្រូរបស់វីរបុរសក្រិកផ្សេងៗទៀតដែរដូចជា Jason Heracles អីជាដើមពួកគេបានវឹកហាត់នៅលើភ្នំ Mount Parnassus នៅក្រិកផ្នែកខាងជើងគាត់មិនត្រឹមតែបង្រៀន Achilles អំពីការប្រយុទ្ធនោះទេគាត់ក៏បានបង្រៀនគេអំពីវិទ្យាសាស្ត្រហើយនិងតន្ត្រីផងដែរនៅមុនពេលដែលសង្គ្រាមនៅ Troy បានកើតឡើង Achilles ត្រូវបានម្ដាយយកពី Chiron ហើយក៏បានលាក់គេនៅលើកោះមួយដែលគេហៅថា The Island of Skyros ដើម្បីកុំឲ្យគាត់ចូលរួមនៅក្នុងសង្គ្រាម Trojan ឬការប្រយុទ្ធផ្សេងៗលើពីនេះព្រះនាងតែងខ្លួន Achilles ទៅជាស្រីហើយបានយកគេទៅទុកចោលនៅក្នុងសាវនាការរបស់ស្ដេច Lycomedes តែចុងក្រោយ Achilles ក៏នៅតែបានរកឃើញដោយ Odysseus ហើយបានចូលរួមនៅក្នុងសង្គ្រាម Trojan Achilles ត្រូវបានគេសម្លាប់នៅក្នុងឆ្នាំចុងក្រោយនៃសង្គ្រាម Trojan នៅពេលដែលគាត់មានវ័យក្មេងខ្លាំងមែនទែនមានឯកសារជាច្រើនក៏បាននិយាយផ្សេងៗគ្នាដែរភាគច្រើនគឺគេបាននិយាយថាគាត់ត្រូវបានសម្លាប់ដោយព្រះអង្គម្ចាស់ Paris ជាមួយនឹងការជួយពី Apollo Paris គឺបានបាញ់សម្លាប់ Achilles ត្រូវកែងជើងជាមួយនឹងព្រួញដែលព្រួញនោះគឺមានការជួយអំពី Apollo ដោយសារតែមានឯកសារជាច្រើនគឺបាននិយាយថា Achilles គឺមានឆ្អឹងដែកស្បែកស្ពាន់លើកលែងតែកែងជើងរបស់គាត់ប៉ុណ្ណោះនៅក្នុង Trojan War Achilles គឺជាអ្នកចម្បាំងដ៏អស្ចារ្យហើយគាត់ក៏ជាមនុស្សដ៏សំខាន់នៅក្នុងការធ្វើសង្គ្រាមជាមួយពពួក Troy ផងដែរហើយមានឯកសារខ្លះគឺបាននិយាយថា Troy គឺមិនអាចនឹងវាយបែកនោះទេបើសិនជាគ្មានការជួយអំពី Achilles គាត់ត្រូវបានគេទាយថាបើសិនជាគាត់ចូលរួមនៅក្នុងសកម្មភាពណាមួយដែលធ្វើឲ្យគាត់ខ្លាចជាវីរបុរសនោះគឺគាត់នឹងត្រូវស្លាប់នៅក្នុងពេលដែលមានវ័យក្មេងតែរឿងនេះមិនមែនជាបញ្ហារបស់ Achilles នោះទេដោយគាត់បានស្ម័គ្រចិត្តចូលរួមជាមួយនឹងការប្រយុទ្ធនៅក្នុងសមរភូមិ Trojan គាត់គឺជាមនុស្សដែលពោពេញទៅដោយអំណួតក៏ស្ទើរតែធ្វើឲ្យក្រិកបានចាញ់នៅក្នុងសង្គ្រាមនេះផងដែរដោយសារតែចំនួនរបស់គាត់ជាមួយនឹង Agamemnon នៅពេលនោះ Achilles គឺបានបដិសេធមិនព្រមប្រយុទ្ធដោយសារតែចំនួនជាមួយនឹង Agamemnon នេះហើយមិត្តភក្តិរបស់គាត់ឈ្មោះថា Patroclus ក៏បានពាក់អាវក្រោះរបស់ Achilles ទៅកម្លាចកងទ័ព Troy ហើយបានសង្គ្រោះនាវារបស់ក្រិកតែក្រោយពីបានជោគជ័យលើផែនការនេះ Patroclus គឺមានអំណួតហើយបានវាយប្រហារទៅលើជញ្ជាំងក្រុងរបស់ Troy នៅពេលនោះគាត់ត្រូវបាន Apollo វាយប្រហារមកលើគាត់ហើយ Hector បានសម្លាប់ Patroclus នៅក្នុងការប្រយុទ្ធមួយនេះដោយសារតែសោកស្ដាយមិត្តភក្តិរបស់ខ្លួន Achilles ក៏បានយល់ព្រមចូលទៅក្នុងសមរភូមិវិញហើយបានសងសឹកឲ្យមិត្តភក្តិរបស់គាត់ដែលបានសម្លាប់ Hector ដែលជាមេបញ្ជាការរបស់រាជាណាចក្រ Troy តែជាអកុសលគាត់ក៏ត្រូវបានគេសម្លាប់វិញដោយរាជបុត្រនៃទីក្រុង Troy ដែលមានឈ្មោះថា Paris តែការដែលសម្លាប់ទៅលើ Hector នេះគឺជាកត្តាដ៏សំខាន់មួយដែលបានជួយឲ្យក្រិកយកឈ្នះនៅក្នុងសង្គ្រាម Trojan ឈ្មោះរបស់ Achilles ត្រូវបានគេកត់ត្រាយ៉ាងយូរមកហើយតាំងពីសម័យ Mycenaean ដែលគេគិតរាប់ចាប់ពីឆ្នាំ1700 មុនគ្រិស្តសករាជដល់ឆ្នាំ1100 មុនគ្រិស្តសករាជហើយត្រូវបានគេកត់ត្រានៅលើ tablet មួយដែលគេហៅថា Linear B ដែលមានជាអក្សរក្រិកបុរាណដែលគេសរសេរដូចនេះមានការបញ្យល់ជាច្រើនដែលគេបានបំបែកពាក្យនេះទៅជា Arcos ដែលមានន័យថាភាពទួញសោកនិង Laos ដែលមានន័យថាប្រជាជនដូចនេះពាក្យនេះប្រហែលជាចង់បង្ហាញអំពីភាពទួញសោកទាំងឡាយដែលគាត់បានធ្វើទៅកាន់ប្រជាជននៅក្នុងទីក្រុង Troy គាត់មានឈ្មោះផ្សេងទៀតផងដែរបើយើងទៅតាមលោក Apollodorus គឺគាត់បាននិយាយថា Achilles មានឈ្មោះដើមគឺ Ligeiron បន្ទាប់មកត្រូវបានប្ដូរទៅជា Achilles នៅក្រោយពេលដែលម្ដាយរបស់គាត់បានបោះបង់គាត់ចោលហើយគាត់ពុំដែលបានបើទឹកដោះម្ដាយនោះទេដូចនេះពាក្យថា Achilles នេះគឺនៅត្រង់កន្លែងនេះគឺត្រូវបានគេបំបែកទៅជាពាក្យថា A និង Achilles ដែលមានន័យថាគ្មានបបោមាត់
Achilles តែងតែត្រូវបានគេស្គាល់ថាជាអ្នកប្រយុទ្ធដែលមានវ័យក្មេងដែលលោក Homer គឺបាននិយាយថាគាត់មានរូបរាងសង្ហាបូកជាមួយនឹងអាវក្រោះដែលធ្វើឡើងដោយ Hephaestus ហើយគាត់មានកាន់ខែលមកជាមួយដើម្បីការពារផងដែរដូចដែលខ្ញុំបាននិយាយចឹងម្ដាយរបស់ Achilles គឺជាទេពធីតា Theseus ដែលជាក្រុមរបស់ទពួកទេពធីតាសមុទ្រ Nereid ឪពុករបស់គាត់គឺជាស្ដេចនៃរាជាណាចក្រទានៅផ្នែកខាងជើងនៃរាជាណាចក្រក្រិកម្ដាយរបស់ Achilles គឺដំបូងឡើយព្រះនាងត្រូវបានចាមសុំស្នេហ៍ដោយ Zeus និង Poseidon តែដោយសារតែ Zeus និង Poseidon បានលើកអំពីការទូទាយមួយដែលគេបាននិយាយថាព្រះនាងនឹងឲ្យកំណើតទៅជាកូនប្រុសមួយដែលមានភាពខ្លាំងក្លាជាងឪពុករបស់ពួកគេដូចនេះព្រះទាំងពីរអង្គគឺមិនចង់ឲ្យកូនប្រុសរបស់ខ្លួនមានសមត្ថភាពអាចទម្លាក់ខ្លួនចេញពីតំណែងបាននោះទេមានឯកសារខ្លះទៀតគឺបាននិយាយថា Theseus បានបដិសេធទៅនឹងការសុំស្រឡាញ់របស់ Zeus គឺដោយសារតែព្រះនាងគឺជាអ្នកដ៏ស្មោះត្រង់នៃព្រះម៉ែ Hera Zeus ក៏បានខឹងនឹងព្រះនាងជាខ្លាំងក៏បានដាក់ទោសឲ្យព្រះនាងទៅរៀបការជាមួយនឹងមនុស្សធម្មតាម្នាក់ដើម្បីជាការប្រមាថមួយដល់ព្រះនាងត្រូវបានរៀបការជាមួយនឹង Peleus ដោយសារតែ Peleus អាចបោកចម្បាច់ជាមួយនឹងព្រះនាងបាននៅពេលដែលព្រះនាងប្រែខ្លួនទៅជាទឹកភ្លើងនិងសត្វព្រៃជាច្រើនផងដែរការរៀបការរបស់ Peleus និង Theseus គឺជាពិធីដ៏ធំមួយដែលគ្រប់ព្រះទាំងអស់ត្រូវបានអញ្ជើញទៅចូលរួមលើកលែងតែអាទិទេពម្នាក់ប៉ុណ្ណោះដែលគេគ្រប់គ្នាបានស្អប់គឺ Ares ដែលជាអាទិទេពនៃជម្លោះដោយកំហឹងព្រះនាងក៏បានទៅចូលរួមដោយពុំមានការអញ្ជើញនោះទេព្រះនាងបានធ្វើនៅផ្លែពណ៌មួយដែលមានការឆ្លាក់នៅលើនោះថាស្រស់ស្អាតបំផុតផ្លែពណ៌មួយនេះគឺបានធ្វើឲ្យមានចំនួនដណ្ដើមគ្នារវាង Hera, Athena ហើយនិង Aphrodite ដែលជាយន្តការដ៏សំខាន់មួយដែលបានធ្វើឲ្យមានសង្គ្រាម Trojan នៅពេលដែល Achilles បានកើតមក Theseus ក៏បានមានគោលបំណងនៅក្នុងការធ្វើឲ្យរូបគេគឺមានជីវិតអមតៈបើយោងទៅតាមឯកសារដើមខ្លះគឺនាងបានយក Achilles ទៅជ្រលក់នៅក្នុងទន្លេ Styx ដែលជាទន្លេនៃឋាននរកហើយនៅលើដងខ្លួនរបស់ Achilles ទាំងអស់គឺមានឆ្អឹងដែកស្បែកស្ពាន់លើកលែងតែកែងជើងរបស់គេប៉ុណ្ណោះនៅក្នុង version មួយទៀតរបស់គាត់គឺ Theseus ដែលជាម្ដាយគឺបានយក Achilles ទៅជ្រលក់ជាមួយនឹងទឹកវេទមន្តមួយដែលគេហៅថា Ambrosia នៅពេលថ្ងៃហើយបានដាក់ខ្លួនរបស់ Achilles ឲ្យស្ងួតនៅពេលយប់នៅយប់មួយ Peleus ដែលជាឪពុកក៏បានលួចកូនចេញពី Theseus ដែលធ្វើឲ្យនាងខឹងជាខ្លាំងហើយក៏បានរត់ទៅនៅជាមួយនឹងទេពធីតា Nereid កាលពីក្មេង Achilles ត្រូវបានគេយកទៅលាក់នៅលើកោះ Skyros ដើម្បីការពារកុំឲ្យគេចូលរួមនៅក្នុងសង្គ្រាម Trojan មានគ្រូទីមួយបាននិយាយថាបើសិនជា Achilles បានចូលរួមនៅក្នុងសង្គ្រាម Trojan រូបគេនឹងត្រូវស្លាប់ទាំងវ័យក្មេងហើយនៅពេលនោះ Achilles ត្រូវបានក្លាយខ្លួនទៅជាមនុស្សស្រីហើយរស់នៅជាមួយក្រុមបុត្រីរបស់ Lycomedes នៅលើកោះ Skyros នៅលើកោះ Skyros នេះ Achilles បានលងស្រឡាញ់ជាមួយនឹងកូនស្រីរបស់ Lycomedes ដែលមានឈ្មោះថា Deidamia អ្នកទាំងពីរបានលួចមានកូនប្រុសម្នាក់ដោយសម្ងាត់ដែលមានឈ្មោះថា Neoptolemus ហើយមានឯកសារខ្លះមានឈ្មោះថា Pyrrhus ក្រុមកងទ័ពរបស់ក្រិកបានដឹងថាគេនឹងមិនអាចយកឈ្នះទៅលើទីក្រុង Troy បានទេដោយគ្មានជំនួយពី Achilles ដើម្បីឲ្យ Achilles ចាក់ចេញពីកោះ Skyros Odysseus បានយកកាដូជាច្រើនទៅឲ្យកូនស្រីរបស់ Lycomedes ហើយនៅក្នុងនោះក៏មានលំពេងនិងខែផងដែរគាត់ក៏បានឲ្យកូនចៅគាត់វាយប្រហារទៅលើសាវនាការរបស់ Lycomedes Achilles ដែលមានឈាមជាវីរបុរស Achilles ក៏បានយកលំពេងហើយនិងខែទៅតបតទៅលើកងទ័ពរបស់ក្រិកវិញហើយធ្វើឲ្យគេគ្រប់គ្នាដឹងថាគាត់មិនមែនជាមនុស្សស្រីនោះទេតែបើយោងទៅតាមលោក Homer វិញគឺ Odysseus និងស្ដេចរបស់រាជាណាចក្រ Pelion ដែលមានឈ្មោះថា Nestor គឺបានយក Achilles នៅឯរាជវាំងរបស់ពួកគេហើយនៅពេលដែលពួកគេធ្វើដំណើរទៅកាន់ទីក្រុង Troy គឺគេបានឈប់សម្រាកនៅលើកោះ Skyros ហើយក៏បានរៀបការជាមួយនឹងកូនស្រីរបស់ Lycomedes ហើយទទួលបាននូវកូនប្រុសមួយដែលមានឈ្មោះថា Neoptolemus នៅមុនពេលដែល Achilles ចេញសំពៅទៅកាន់ទីក្រុង Troy ម្ដាយរបស់គេគឺបានព្រមានថារូបគេមានជោគវាសនាពីរបើសិនជាគេបានចូលរួមប្រយុទ្ធនៅទីក្រុង Troy គេនឹងទទួលបានកិត្តិយសប៉ុន្តែមានអាយុជីវិតខ្លីតែបើសិនជារូបគេបន្តរស់នៅរាជាណាចក្រក្រិកគេនឹងមានជីវិតរស់នៅបានយូរអង្វែងតែឈាមជាអ្នកប្រយុទ្ធរបស់ Achilles បានធ្វើឲ្យរូបគេចូលរួមប្រយុទ្ធជាមួយនឹងកងទ័ពក្រិកបើយោងទៅតាមលោក Homer Achilles បានដឹកនាំកប៉ាល់ចំនួន50កប៉ាល់ហើយមានក្រុមកងទ័ពពពួក Myrmidon ហើយនិង Patroclus ចូលរួមជាមួយផងដែរ Achilles បានឈប់នៅលើទឹកដីមួយដែលមានឈ្មោះថា Mysia ហើយយល់ច្រឡំថានៅទីនោះគឺជារាជាណាចក្រ Troy ក៏បានវាយប្រហារទៅលើប្រជាជនដើមនិងស្ដេចដែលមានឈ្មោះថា Telephus នៅពេលនោះ Achilles បានចាក់ Telephus ត្រូវមួយលំពេងនៅពេលដែលក្រុមកងទ័ពក្រិកបានដឹងអំពីការយល់ច្រឡំមួយនេះពួកគេបានសុំទោសទៅកាន់ប្រជាជន Mysia នៅពេលនោះរបួសរបស់ Telephus គឺមិនបានជាពីរបួសនោះទេហើយមេគ្រូទាយគឺបានទាយថាមានតែអភិនិហានោះទេដែលអាចព្យាបាលគេបាននៅពេលនោះ Telephus ក៏បានត្រឡប់ទៅរក Achilles វិញ Odysseus បានដឹងថាអភិនិហានេះគឺប្រហែលជាមកពីលំពេងរបស់ Achilles ដូចនេះ Achilles ក៏បានព្យាបាល Telephus ហើយ Telephus ក៏បានយល់ព្រមក្នុងការជួយក្រុមកងទ័ពក្រិកទៅកាន់រាជាណាចក្រ Troy ក្រោយពេលដែលកងទ័ពក្រិកគឺបានធ្វើដំណើរទៅដល់កំពង់ផែ Aulis កងទ័ពរបស់ក្រិកគឺមិនអាចធ្វើដំណើរតទៅមុខទៀតបានទេគឺដោយសារតែមានខ្យល់បក់បោកខ្លាំងពេក Agamemnon ដែលជាស្ដេចនៃ Mycenae ហើយក៏ជាសេនាប្រមុខនៃកងទ័ពក្រិកនេះផងដែរបានដឹងអំពីទំនាយមួយថាលុះត្រាតែគេបោះបង់នៅកូនស្រីច្បងរបស់ពួកគេដែលមានឈ្មោះថា Iphigenia ទៅកាន់ Artemis ទើបខ្យល់នេះបានបាត់បង់ទៅវិញដើម្បីបញ្ឆោតដល់ Iphigenia មក Aulis Agamemnon បានផ្ញើសម្បត្តិទៅកាន់កូនស្រីមួយដែលប្រាប់គេថាគេនឹងឲ្យកូនស្រីរបស់
របស់គេរៀបការជាមួយនឹង Achilles នៅពេលដែល Achilles បានដឹងអំពីរឿងនេះគឺគេបានខឹងខ្លាំងមែនទែនហើយ Achilles ថែមទាំងចង់ជួយឲ្យ Iphigenia រត់ចេញផងដែរតែ Iphigenia គឺបានបដិសេធហើយក៏យល់ព្រមធ្វើជាសំណែនទៅកាន់អាទិទេពរបស់ក្រិចនៅពេលដែលកងទ័ពក្រិចបានធ្វើដំណើរទៅដល់ទីក្រុង Troy ក្រិចបានវាយប្រហារទៅលើទីក្រុងមួយដែលមានឈ្មោះថា Tenedos ដែលជាកោះមួយរបស់ Troy នៅក្នុងសមរភូមិមួយនេះ Achilles បានសម្លាប់ Thetis ដែលជាកូនរបស់ Apollo ក៏មានគំនុំគំគួនទៅលើ Achilles ហើយក៏បានជួយឲ្យ Paris សម្លាប់ Achilles ដើម្បីជាការសងសឹកសង្គ្រាម Trojan គឺជាសង្គ្រាមមួយដែលបានអូសបន្លាយអស់រយៈពេល10ឆ្នាំហើយក្រោយពេលដែលក្រិចគឺបានបោះជំរំនៅតាមឆ្នេររបស់ Troy ពួកគេបានលុកលុយនឹងកំទេចផ្ទះរបស់ប្រជាជននៅម្ដុំនោះ Achilles ក៏បានក្លាយទៅជាមេទ័ពដ៏ខ្លាំងក្លាម្នាក់របស់ក្រិចហើយក៏ជាមេទ័ពម្នាក់ដែលកាយសាហាវផងដែរនៅក្នុងឆ្នាំដំបូងនៃសង្គ្រាម Achilles បានសម្លាប់មេទ័ពរបស់ Troy ជាច្រើនដូចជា Cisneus ដែលជាកូនរបស់ Poseidon, Troilus ដែលជាម្នាក់ក្នុងចំណោមកូនរបស់ស្ដេចព្រាហ្មណ៍ប៉ុន្តែរឿងមួយដែលសំខាន់របស់ Achilles នៅក្នុងសៀវភៅ The Iliad ដែលបានកើតឡើងនៅក្នុងឆ្នាំទី9និងឆ្នាំចុងក្រោយនៃសង្គ្រាមត្រូចានរឿងនោះគឺគេបាននិយាយអំពីកំហឹងរបស់ Achilles ដែលបានឆ្លោះជាមួយ Agamemnon ដែលជាសេនាប្រមុខរបស់កងទ័ពក្រិចនៅថ្ងៃមួយបុព្វជិតរបស់ Apollo ដែលមានឈ្មោះថា Chryses ក៏បានធ្វើដំណើរមកកាន់ជំរំរបស់កងទ័ពក្រិចគាត់ចង់ឲ្យមានការផ្លាស់ប្ដូរជាមួយនឹងកូនស្រីរបស់គាត់ដែលត្រូវបាន Agamemnon ចាប់ហើយបានក្លាយទៅជាទីស្ករនៅពេលនោះ Agamemnon បានបដិសេធជាមួយនឹង Chryses ហើយបានសុំឲ្យ Apollo សងសឹកឲ្យគេ Apollo ក៏បានធ្វើឲ្យក្រុមកងទ័ពក្រិចមានបញ្ហាជំងឺឆ្លងមួយនៅពេលនោះបុព្វជិតជនជាតិក្រិចម្នាក់ដែលមានឈ្មោះថា Calchas គឺគាត់បានប្រាប់ថាជំងឺឆ្លងនេះគឺត្រូវបានកើតឡើងដោយសារ Agamemnon បានបដិសេធជាមួយនឹង Chryses ហើយនៅពេលដែល Achilles បានដឹងរឿងនេះគាត់ក៏បានសុំឲ្យ Agamemnon លែងកូនស្រីរបស់ Chryses ទៅវិញ Agamemnon បាននិយាយថាលុះត្រាតែ Achilles បានឲ្យស្រីបម្រើរបស់គេឈ្មោះថា Briseis ទៅកាន់គាត់ដើម្បីជាការដោះដូរ Achilles ទទួលបានការប្រមាថហើយនឹងអាម៉ាស់មុខជាខ្លាំងហើយស្ទើរតែសម្លាប់ Agamemnon ទៅហើយបានស្បត់ថានឹងមិនប្រយុទ្ធដើម្បី Agamemnon ទៀតនោះទេគាត់បានប្រាប់ម្ដាយរបស់គាត់ Thetis អំពីរឿងនេះ Thetis ក៏បានប្រាប់ Zeus ឲ្យដាក់ទោសទៅលើកងទ័ពក្រិចនៅកំឡុងពេលដែលអវត្តមានរបស់ Achilles កងទ័ពក្រិចបានចាញ់ដៃទៅនឹងកងទ័ព Troy ជាខ្លាំងHector ដែលជាកូនច្បងរបស់ស្ដេចព្រាហ្មណ៍និងជាសេនាប្រមុខរបស់កងទ័ព Troy ទៀតនោះហាក់បីដូចជាខ្លាំងខ្លាណាស់នៅពេលដែលគ្មាន Achilles នៅក្នុងសមរភូមិនៅពេលនោះ Agamemnon ក៏បានអង្វរទៅឲ្យ Achilles ចូលរួមប្រយុទ្ធវិញតែ Achilles បានបដិសេធនៅថ្ងៃនោះ Hector ក៏បានទទួលជ័យជំនះជាខ្លាំងហើយស្ទើរតែដុតគំទេចសំពៅរបស់កងទ័ពក្រិចបានទៅហើយនៅពេលនោះ Patroclus ក៏បានក្រងនៅអាវក្រោះរបស់ Achilles ហើយចេញទៅប្រយុទ្ធដើម្បីកម្លាចកងទ័ពរបស់ Troy នៅពេលនោះ Patroclus ក៏បានទទួលជ័យជំនះជាខ្លាំងពិតមែនតែដោយសារតែអំនួតគេក៏បានដេញតាមកងទ័ព Troy ហើយបានវាយប្រហារទៅលើកំពែងការពារក្រុងគេក៏ត្រូវបាន Hector បានសម្លាប់នៅពេលនោះពេលដែល Achilles បានដឹងថាមិត្តភ័ក្តិរបស់គាត់ត្រូវបានស្លាប់គាត់ខូចចិត្តហើយមានគំនុំចង់សម្លាប់ Hector នៅពេលនោះម្ដាយរបស់គាត់ Theseus ក៏បានយកអាវក្រោះមួយដែលបានធ្វើដោយ Hephaestus មកអស់គាត់នៅថ្ងៃបន្ទាប់ Achilles ក៏បានក្រងនៅអាវក្រោះថ្មីរបស់គាត់ចូលរួមប្រយុទ្ធហើយសម្លាប់ជនជាតិ Troy ជាច្រើននៅពេលដែលគាត់បានប្រយុទ្ធប្រឈមមុខជាមួយនឹង Hector គាត់បានសម្លាប់ Hector ហើយអូស Hector ជាមួយនឹងរទេះមុនពេលដែលគាត់ត្រឡប់មកជំរុំវិញ Achilles ចង់ទុកឲ្យសាកសពរបស់ Hector ត្រូវបានសត្វព្រៃស៊ីតែដោយសារ King Priam បានមកដល់ជំរុំហើយថើបដៃសុំអង្វរ Achilles ឲ្យដោះដូរសាកសពរបស់ Hector ទៅវិញដូចនេះ Achilles ក៏បានយល់ព្រមក្រោយពេលដែលការស្លាប់របស់ Hector Troy ក៏ទទួលបានជំនួយអំពីក្រុមពពួក Amazon ពួក Amazon នេះគឺជាអ្នកប្រយុទ្ធស្ត្រីដែលជាចំនួនក្រោយរបស់អាទិទេពសង្គ្រាម Ares Penthesilea គឺជាម្ចាស់ស្ត្រីនៃក្រុមពពួក Amazon នេះបានប្រយុទ្ធប្រឆាំងជាមួយនឹងក្រុមកងទ័ពក្រិចតែត្រូវបានសម្លាប់ដោយ Achillesនៅពេលដែល Achilles បានឃើញអំពីអ្នកប្រយុទ្ធដ៏ស្រស់ស្អាតរបស់ Amazon បានស្លាប់ដូចនេះគឺគាត់បានសម្រក់ទឹកភ្នែកនៅពេលនោះមានអ្នកប្រយុទ្ធជនជាតិក្រិចម្នាក់បានឃើញហើយចំអកទៅកាន់ Achilles ហើយបានធ្វើឲ្យ Achilles ខឹងខ្លាំងមែនទែនហើយក៏បានសម្លាប់រូបគេអាណាចក្រ Troy ក៏ទទួលបានជំនួយមួយទៀតអំពី Memnon ដែលជាស្ដេចនៃរាជាណាចក្រ Ethiopian Memnon គឺជាកូនប្រុសរបស់អាទិទេពនៃពេលព្រឹកដែលមានឈ្មោះថា Eos ហើយនៅក្នុងសមរភូមិនេះ Memnon គឺបានសម្លាប់ Antiochus ដែលជាមិត្តជិតស្និទ្ធម្នាក់ទៀតរបស់ Achilles ដូចនេះ Achilles គឺបានសម្លាប់ Memnon ម្នាក់ទៀតការស្លាប់របស់ Achilles នៅក្នុងឯកសារខ្លះគឺគេបាននិយាយថា Achilles ត្រូវបានគេសម្លាប់ដោយ Paris ដែលជាបុត្រានៃទីក្រុង Troy នៅក្នុងឯកសារខ្លះទៀតគឺគេបាននិយាយថាគ្រាប់ព្រួញដែល Paris បានបាញ់នោះគឺត្រូវបានណែនាំដោយអាទិទេពនៃពន្លឺ Apollonis តែម្ដងឯកសារថ្មីគឺគេបាននិយាយថាក្រោយពេលដែល Achilles បានសម្លាប់ Memnon ហើយ Achilles ក៏បានបន្តដេញកងទ័ព Troy ទៅកាន់កំពែងក្រុងហើយត្រូវបានសម្លាប់ដោយ Paris នៅទីនោះនៅក្នុង version ផ្សេងទៀតរបស់គាត់គឺគេបាននិយាយថា Achilles គឺបានលងស្រឡាញ់ព្រះនាងរបស់ Troy ម្នាក់ដែលមានឈ្មោះថា Polysena ហើយបានសុំឲ្យស្ដេចព្រាហ្មណ៍រៀបអភិសេកគាត់នៅក្នុងពិធីអភិសេកនោះគឺគាត់ត្រូវបាន Paris លួចឆ្មក់ហើយបាញ់សម្លាប់គាត់ហើយចំពោះរឿងដែល Achilles ត្រូវបានគេបាញ់ចំកែងជើងនោះប្រហែលជាសាច់រឿងដែលកើតឡើងថ្មីនោះទេនៅក្រោយពេលដែល Achilles បានស្លាប់រឿងរ៉ាវរបស់អាវក្រោះរបស់ Achilles ត្រូវបានគេនិយាយតៗគ្នាមានវីរបុរសក្រិច2នាក់ត្រូវបានគេគិតថាទទួលបានអាវក្រោះដ៏អស្ចារ្យរបស់ Achilles គឺ Odysseus និងបងប្អូនជីដូនមួយរបស់ Achilles គឺ Ajax
មានគេនិយាយថាកងទ័ពក្រិកគឺបានយល់ព្រមឲ្យ Odysseus គួរតែជាអ្នកទទួលបានអាវគ្រោះរបស់ Achilles Ajax បានខឹងជាខ្លាំងហើយស្ទើរតែចង់សម្លាប់ Odysseus ទៅហើយតែ Athena បានធ្វើឲ្យ Ajax បានបាត់បង់ស្មារតីហើយបានធ្វើឲ្យ Ajax កំទេចស្បៀងជាច្រើនរបស់កងទ័ពក្រិកដូចនេះ Ajax នៅក្រោយពេលដែលសតិរបស់គាត់ត្រឡប់មកវិញគាត់ក៏បានសម្លាប់ខ្លួនឯងក្រោយពេលដែលក្រិកបានយកឈ្នះទៅលើទីក្រុង Troy ម្ចាស់ស្ត្រី Hecuba និងកូនស្រីជាច្រើនត្រូវបានក្លាយទៅជាអ្នកទោសហើយនឹងទាសកុកនៅពេលនោះខ្មោចរបស់ Achilles ក៏បានទាមទារយកកូនស្រីរបស់គាត់ដែលមានឈ្មោះថា Polysena ហើយដោយខ្លាចឥទ្ធិពលរបស់ Achilles Polysena ត្រូវបានគេបូជាជូនទៅឲ្យ Achilles នៅក្នុងសៀវភៅ The Odyssey លោក Homer គឺបាននិយាយថា Odysseus បានជួបជាមួយនឹង Achilles នៅពេលដែលធ្វើដំណើរទៅកាន់ទីក្រុងនៅឋាននរកនៅពេលនោះ Odysseus គឺបាននិយាយអំពីកូនប្រុសរបស់គាត់ដែលមានឈ្មោះថា Neoptolemus ហើយបាននិយាយថាបើទោះបីជា Achilles ត្រូវបានស្លាប់ Achilles ក៏ត្រូវបានក្រុមកងទ័ពគោរពគេជាខ្លាំងផងដែរពេលនោះ Achilles ក៏បានតបថាទេកុំលួងលោមថាការស្លាប់គឺជារឿងដែលល្អ Odysseus បើឲ្យខ្ញុំរើសម្ដងទៀតខ្ញុំសុខចិត្តរស់នៅជាអ្នកបម្រើតូចតាចម្នាក់ជាជាងកំពូលមេទ័ពដែលត្រូវបានស្លាប់ទៅក៏មានឯកសារខ្លះទៀតគឺបាននិយាយថា Achilles សប្បាយចិត្តនៅក្នុងការរស់នៅជីវិតនៅឯឋាននរកហើយរស់នៅឋានសួគ៌របស់ក្រិកដែលមានឈ្មោះថា Elysium លើសពីនេះគាត់បានរៀបការជាមួយនឹង Medea ដែលជាកូនប្រុសរបស់ Helios ហើយមានឯកសារខ្លះក៏និយាយថា Polysena ហើយនឹងពេលខ្លះនិយាយថា Helen ផងដែរ Achilles ត្រូវបានគេគោរពពីពេញក្រិកទាំងមូលហើយជារៀងរាល់ឆ្នាំប្រជាជននៅ Thessaly ក៏បានធ្វើពិធីបូជាទៅឲ្យ Achilles ផងដែរហើយថែមទាំងមាន Cenota ដែលជាភ្នូសពតំណាងមួយនៅក្នុងទីក្រុង Olympia ហើយនៅទីនោះគឺគេធ្វើពិធីដើម្បីឧទ្ទិសដល់ Achilles នៅមុនពេលមានកីឡា Olympic ដូចដែលយើងបានដឹងអញ្ចឹង Achilles ត្រូវបានគេស្គាល់ជាច្រើនហើយក៏បានក្លាយទៅជាតួអង្គនៅក្នុងរឿងប្រលោមលោកជាច្រើនផងដែរនៅក្នុងឆ្នាំ2004រឿង Troy ដែលជារឿងដែលដឹកនាំដោយលោក Brad Pitt ក៏មានតួអង្គ Achilles នៅក្នុងនោះផងដែរហើយលោក David Gyasi ក៏បានដើរតួជាតួអង្គ Achilles នៅក្នុងរឿងភាគនៅក្នុងឆ្នាំ2008ដែលមានឈ្មោះថា Troy Fall of a City ផងដែរហើយថ្មីនេះដូចដែលយើងបានដឹងអញ្ចឹង The Odyssey តែម្ដងថ្ងៃនេះគឺខ្ញុំក៏អត់តបានមើលរឿងហ្នឹងដែរអូខេអញ្ចឹងអរគុណអ្នកទាំងអស់គ្នាតាក់ទងនឹង Achilles គឺខ្ញុំមានតែប៉ុណ្្នឹងគោលបំណងនៃការធ្វើវីដេអូតាក់ទងនឹង Achilles នេះគឺដោយសារតែតាមពិតទៅគឺខ្ញុំចង់ធ្វើវីដេអូតាក់ទងទៅនឹង Trojan War ប៉ុន្តែនៅពេលដែលខ្ញុំ review តាក់ទងទៅនឹង Trojan គឺវាមានតួអង្គច្រើនមែនតើដែលខ្ញុំគិតថាយើងគួរតែស្វែងយល់អំពីតួអង្គមួយសិនមុនពេលដែលយើងចូលទៅក្នុងសង្គ្រាមមួយហ្នឹងអូខេអញ្ចឹងអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានទស្សនាហើយបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តសូមកុំភ្លេចចុច like subscribe យើងជួបគ្នានៅវីដេអូក្រោយ